ធាតុក្តៅខ្លាំងឬភាពរាំងស្ងួតជាហេតុនាំឲ្យខ្វះខាតទឹកស្រោចស្រពដំណាំកើត stress និងអាចនាំឲ្យមានការកើនឡើងនៅប្រជាកសត្វល្អិតចង្រៃជាដើមមួយវិញទៀតនៅពេលមានភ្លៀងធ្លាក់ច្រើនឬជាប់គ្នាបង្កឲ្យលិចលង់ដំណាំជាំទឹកហើយប្រឈមនឹងជំងឺដែលបង្កឡើងដោយពពួកផ្សិតនិងបាក់តេរីកត្តាខ្យល់ខ្លាំងឬខ្យល់កន្ត្រាក់អាចធ្វើឲ្យដំណាំដួលឬរលំដោយភ្នែកប្រមូលផលបានតិចតួចឬខូចខាតទាំងស្រុងដើម្បីជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុអង្គការ IDE តាមរយៈគម្រោង C-Smart ដែលបានណែនាំកសិករនៅបច្ចេកទេសកសិកម្មមួយចំនួនដូចជាការដោះស្រាយបញ្ហាកង្វះទឹកដោយការប្រមូលទឹកទុកសម្រាប់ប្រើប្រាស់បានយូរតាមរយៈការជីកឬស្ដារប្រភពទឹកដូចជាប្រឡាយអូរនិងដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំដែលសន្សំសំចៃទឹកនិងមានប្រសិទ្ធភាពការប្រើប្រាស់សូឡាបូមទឹកអាចជួយកាត់បន្ថយចំណាយនិងផលប៉ះពាល់ដល់បរិស្ថានដោយឡែកការលើករងដំណាំឲ្យខ្ពស់សាងសង់ផ្លូវរំដោះទឹកនិងការប្រើប្រាស់ដំបូលជាបច្ចេកទេសជួយដល់កសិករសម្របខ្លួននិងកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយភ្លៀងខ្លាំងនិងជាប់គ្នាទន្ទឹមនឹងនេះដែរគម្រោងបានណែនាំកសិករប្រើទ្រឹងរឹងមាំដូចជាសំណាញ់ទ្រឹងឬទ្រឹងខ្សែកាបដែលអាចប្រើប្រាស់បានយូរនិងអាចកាត់បន្ថយចំនួនការប្រើប្រាស់កូនឈើវាស្អាតវាផ្លែចេះស្អាតចេះហើយផលរបស់វាគឺវាល្អជាងយើងការយើងដាំធម្មតាបាទយកបង្គោលរៀងរឹងបន្តិចហើយធំបន្តិចមកយើងស្មានមើលការពារនឹងតប់នឹងទងន់បន្លែរបស់យើងបាទទី1យើងបោះទ្រឹងឲ្យត្រង់រួចយើងដាក់លុះរឹតបង្គោលរួចទាញរឹតឲ្យតឹងបាទទី2យើងចាប់ដើមរាយលុះពេញបង្គោលអស់ហើយយើងចាប់ដើមវាយរឹតស្នឹងឲ្យតឹងរួចបានយើងចាប់ដើមរាយមកឲ្យបន្លែយើងនេះឡើងតាមទ្រឹងខាងក្រោមនេះរហូតដល់មកលើទៅនើបាទដល់លើទៅនើនេះយើងចាប់ដើមរាយកាវបាទរាយខ្សែកាវតាមខ្សែលុះនេះធ្វើបាច់ចង្អាមក៏បានដែរបន្លែយើងតងបើយើងរាយធំណាស់ពេកបន្លែយើងក៏តងអត់ដល់ដែរពេលដំណាំយើងស្អាតអញ្ចឹងអ្នកណាក៏ត្រូវការដែរគេពេញចិត្តនឹងទិញហើយទីផ្សារហ្នឹងទៅហ៊ុយលេងក៏បានសរិទ្ធសុភ័ណ្ឌក៏បានសៀមរាបក៏បានកំឡុងមួយខ្ញុំបាទនឹងដាំបន្លែបានច្រើនមកដាំសណ្តែកកសក់នងជ្រុងនងប្រហើពីងប៉ោះឆូរីទេផ្លោកគឺហៅម្ទេសហាវ៉ៃទេដៃនាងជាពិសេសជាងគេគឺដំណាំចុងក្រោយគឺម្រះបាទដែលខ្ញុំដាំជាលើកទី1បានដែលរៀនចេះពីលោកគ្រូអ្នកគ្រូមកនឹងឯងជាបន្លែប្រចាំរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំបាទធូរធាររហូតដល់សប្តាហ៍ថ្ងៃនេះនូនដែលបានចូលមកយកទៅទិញសម្ភារៈប្រើប្រាស់ហើយនឹងឲ្យកូនរៀនសកលហើយនឹងរៀនអង់គ្លេសសម័យនេះគេត្រូវការអ្នកចេះច្រើនក្រៅពីកូនរៀនទិញបានដីទិញបានគូយន្តបានផ្ទះបានម៉ូតូបានមាសបានអត្រាពីមុនមកខ្ញុំធ្លាប់ដាំលក្ខរបៀបតាមបុរាណដល់ពេលក្រោយមកខ្ញុំឃើញអ្នកភូមិខ្ញុំគាត់ដាំអញ្ចឹងទៅខ្ញុំទៅសាកសួរគាត់ដើម្បីតាក់ទងជាមួយអង្គការ IDE នេះគាត់ចុះមកបរៀនខ្ញុំមកយើងធ្វើបន្តមកវិចារកើនបាទទៅសាកបែបខ្ញុំឆ្នាំនេះអាចបានប្រហែល20លានយើងលើករងឲ្យខ្ពស់ដើម្បីឲ្យវាទី1វាមានប្រឡោះទឹកហូរដើម្បីវាភ្លៀងមកកុំឲ្យទឹកវាដក់យើងងាយកាយប្រហូរចេញបាទហើយទឹកហ្នឹងវាមិននៅជាប់យើងត្រូវការដាក់ជីដាក់អីក៏វាបានស្រួលប្រព័ន្ធដំណក់ទឹកវាមានប្រយោជន៍ស្រួលដល់យើងមិនចំណាយពេលវេលាដូចយើងពីមុនយើងរែកយើងស្រោចនេះយើងគ្រាន់តែបច្ចេកម៉ាស៊ីនវាមក20នាទី30នាទីពេលដែលស្រោចហ្នឹងយើងអត់បាក់ចាំបាច់មើលបានដើម្បីរក្សាប្រភពទឹកបានខ្ញុំត្រូវជីកស្រះមួយនៅចំហៀងដីរាល់ថ្ងៃពងដាំហ្នឹងមានសក់មានពោតមានអលឹកខាងអាចគាត់មកបរិញ្ញាខ្ញុំហ្នឹងគឺមានជួយដឹងទៅលើការបញ្ចូលជីការអនុវត្តគម្លាតការភ្ជួរដីរាស់ដីបែបណាដើម្បីឲ្យដីយើងមានគុណភាពសម្រាប់មេរោគអីចឹងទៅមានគាត់បង្ហាត់បង្រៀនពីការធ្វើគម្លាតពីគុំមួយធ្វើទ្រើងដាក់កស៊ូចោះប្រព័ន្ធទឹកប្រព័ន្ធអីមកកំភ្លេដល់យើងចេះតែម្ដងបាទប្រព័ន្ធដំណក់ទឹកហ្នឹងហើយហើយពីតបាងទីមកអត់ទាន់មានស្គាល់ប្រើប្រាស់ប្រព័ន្ធដំណាក់ទឹកទេសូម្បីតែកស៊ូហ្នឹងខ្ញុំឃើញគេគ្របនៅសៀមរាបមិនដឹងថាគេគ្របធ្វើអីដែរបាទយើងធ្វើប្រព័ន្ធដំណាក់ទឹកយើងគាត់ថាបច្ចេកម៉ាស៊ីនឲ្យទឹកវាបាញ់ទៅមានន័យថាវាស្រោចខ្លួនវាតែម្ដងបាទចំណេញទាំងទឹកដោយអត់មានខ្ជិះជាទឹកទេយើងអាចគ្រប់គ្រងទឹកការធ្វើទៅរងមាំមានន័យថាធ្វើឲ្យយើងមានប្រយោជន៍ដោយមិនបាច់ធ្វើពីរដងហើយដំណាំរបស់យើងគឺនៅរងមាំដដែលមានន័យថាវាអត់ខូចខាតណាបាទវាមិនដួលហើយវាមិនខូចខាតអាចកន្លងមកគាត់ធ្លាប់ឲ្យយើងបាទទៅទស្សនកិច្ចតំបន់ផ្សេងទៀតរហូតដល់យកបច្ចេកទេសពីគេយកមកអនុវត្តដើម្បីឲ្យធ្វើបានល្អខ្ញុំសូមអរគុណដល់អង្គការ IDE ព្រមទាំងបុគ្គលិកទាំងអស់ដែលបានយកចិត្តទុកដាក់មកជួយបរិញ្ញាជួយបដិបដាខ្ញុំបាទខ្ញុំក៏ចង់ផ្ដាំផ្ញើទៅខាងគម្រោងអង្គការដែលជួយបរិញ្ញាកសិករយើងឲ្យបានគ្រប់ទីកន្លែងផងបាទដើម្បីឲ្យកសិករយើងមានជីវភាពសមរម្យកសិករមិនធ្វើចំណាក់ស្រុក
បាទមានការងារធ្វើនៅក្នុងស្រុកយើងអស់គ្នាបាទ